ឡើងម៉ោងស្មើនឹងហើយមក3ជាងហើយមក3នៅស្រុកប្រាំងអញ្ចឹងវាជាម៉ោង9ហ្នឹងទៅមកប៉ុនយើងខ្ញុំអត់តាមបានដេកទេព្រលឹមឡើងទៅប្រជុំជាមួយហ្នឹងសមាជិក ANC នៅស្ថានទូតហើយខ្ញុំសូមរំលឹកកន្លែងហ្នឹងបន្តិចនៅត្រង់ថាទៅដល់យើងពិភាក្សាអំពីបញ្ហាកន្លែងស្នាក់នៅនិងសន្តិសុខពេលពិភាក្សាដល់បញ្ហាសន្តិសុខគឺខ្ញុំបានប្រាប់ថាសន្តិសុខខាងខ្ញុំខាងទូមគុំខ្ញុំទទួលខុសត្រូវខាងក្រៅដោយឡែកបកូនណាគឺរឿងរបស់ខ្ញុំប៉ុន្តែរឿងភាគីពីរផ្សេងទៀតភាគីដទៃទៀតគឺណែទទួលខុសត្រូវខាងក្នុងប៉ុន្តែខាងក្រៅគឺសវត្ថិភាពទូទៅគឺកម្លាំងរបស់ខ្ញុំហើយមិនចាំបាច់យកអាវុធទៅទេខ្ញុំនឹងផ្ដល់អាវុធជូននៅខាងក្នុងតែម្ដងដែលមិនចាប់បាច់ដឹកអាវុធចូលពីខាងក្រៅមកទេរឿងតកតងនឹងសន្តិសុខពេលនោះបកូនណាលោកថាអើយអាដាមបងម្ចាស់អាដាមកុំទៅបារម្ភពេកអោបអាដាមហ៊ុនសែនឲ្យទៅជាប់ទៅបផ្ទុះក៏បែកផ្ទុះងត់ទាំងអស់គ្នាបកូនណាលោកមានបន្ទូលលេងថាអោបអាដាមហ៊ុនសែនឲ្យទៅជាប់ទៅវាទៅផ្ទុះក៏បែកផ្ទុះងត់ទាំងអស់គ្នាបរិយាបន្ទូលមួយម៉ាត់នេះធ្វើឲ្យខ្ញុំយល់បានដូច្នេះមានការចាំបាច់ខ្លាំងណាស់ដែលខ្ញុំត្រូវទៅពេលកាន់ទាំងហែបកូនណាបៃតានិងលោកម៉ែនិងរាជវង្សានុវង្សមានតែព្រះអនុជមួយទេដែលអត់បានមកទៅឆ្លងទលេមកដែរទឹកឆ្លងទលេចិត្តឆ្លងទេគេអត់ឲ្យជិះយន្តហោះហ្នឹងហើយគឺមកទាំងអស់គ្នាអញ្ចឹងបានជានៅពេលដែលគេចាក់ឯកសារគេឃើញរូបខ្ញុំភរិយាខ្ញុំទៅទាំងហែវាជារឿងចាំបាច់ដើម្បីធានាបើថាវាមានឧបទ្ទហេតុអីងាប់ទៅដោយទឹកខ្ញុំទៅអានេះជាការទទួលខុសត្រូវណាជាការទទួលខុសត្រូវរឿងនោះវាបានកើតឡើងតាមបែបនេះប៉ុន្តែខ្ញុំគួរតែរំលឹកទៅលើរឿងចេះមួយទៀតបន្ទាប់ពីការពិភាក្សាលើបញ្ហាការពារសន្តិសុខហើយគឺលើកន្លែងស្នាក់នៅអត់មានអ្នកណាមានយោបល់អីទេព្រោះគេຕົកចិត្តទៅលើបញ្ហាការដោះស្រាយរបស់ខ្ញុំតាទៅហើយព្រះរាជវាំងទីនាងនៃមហាប្រាសាទខេមរិនត្រូវបានជួសជុលតាំងពីថ្ងៃទី4ចាប់5ជួសជុលចាប់5រៀបចំទទួលបញ្ជាពីទីក្រុងហ្សាកាតាទី4ខែមិថុនាឆ្នាំ1991ជួសជុលជិតរួចទៅហើយនិយាយរងថារួចទៅហើយទៅចុះត្រូវពន្លឿនការជួសជុលនៅឯរៀបចំការជួសជុលនៅគុណធបុប្ផាមួយទៀតសម្រាប់អគ្គរដ្ឋទូតថៃណានខៃតែកើតឡើងត្រង់ចេះលោកតាសុនសានសូមអភ័យទោសចំពោះបរិញ្ញាចំពោះយានខណ្ឌរបស់សម្ដេចបវរសុនសានតាមថាកូនណា
ឲ្យទូមគុំធ្វើម៉េចទូមគុំមានផ្ទះ12ប៉ុន្តែពួកអាយ៉ងវាយកអស់ហើយថាទៅជេរខ្ញុំកដាលអញ្ចឹងអង្គុយទល់មុខគ្នាអញ្ចឹងពេលដែលអង្គុយរៀបចំហ្នឹងចេះខាងខ្ញុំ6នាក់បកូនណាលោកព្រះអង្គគង់ក្បាលនេះអញ្ចឹងទល់មុខគ្នាព្រោះសឡំហើយបន្ទាប់មកខ្ញុំហើយគឺដូចជាអារម្មណ៍ទៀបបាញ់ហៅនំហុងដេចមន្ទីសិនសេនខាងនេះ6នាក់ខាងនោះគឺសផននៅចំពីមុខសឿនសានសុនសេនអៀងម៉ាលីសម្ដេចកុំភៈសឿនសានថាផ្ទះខ្ញុំទៅពោះអាយ៉ងយកអស់ហើយបានខ្ញុំឈឺដែរខ្ញុំថានេះហើយដល់និយាយគ្រាច្បាស់ខ្ញុំមិនមែនជាអ្នកទទួលខុសត្រូវក្នុងការដេញប្រជាជនចេញពីទីក្រុងភ្នំពេញដេញពីប្រជាជនចេញពីក្រុងភ្នំពេញពួកខ្មែរក្រហមខ្ញុំចង្អុលមកទៅគៀវសម្ផស្សនឹងសិនទៅខ្មែរក្រហមជាអ្នកដេញហើយឥឡូវឯអាដាមធ្វើម៉េចឲ្យខ្ញុំធ្វើម៉េចបើពេលវាយខ្មែរក្រហមលំហើយប្រជាជនចូលមកចេះតែចូលរស់នៅទៅអូយផ្ទះខ្លះលក់ពី3តោកុំថាឯអាដាមទៅវិសុបប្រាំងទៅដេញគេចេញទោះបីខ្ញុំជានាយករដ្ឋមន្ត្រីខ្ញុំទៅដេញគេចេញពីផ្ទះក៏គេកាប់ខ្ញុំដែរតែលោកតាសឿនសានគាត់និយាយតែបីគាត់ថាកាប់ទៅចាស់ហើយខ្ញុំគិតតែក្នុងចិត្តតែបរោខ្ញុំថាចាស់អានស្លាប់ពីលអានកាប់ក្មេងអានយំអញ្ចឹងគាត់ថាពួកខ្ញុំក៏ត្រូវតែនិយាយបញ្ជាក់ឲ្យច្បាស់ណាខ្ញុំមិនមែនអ្នកទទួលក៏ត្រូវទៅលើការដេញប្រជាពលរដ្ឋហើយប្រជាពលរដ្ឋចូលមកអូយផ្ទះនៅទីក្រុងភ្នំពេញកាលដែលចូលមកដំបងអ្នកណាយក500ផ្ទះក៏យកទៅណាវាអត់មានមនុស្សនៅហើយគាត់មកដាក់អញ្ចឹងផាំងមកអញ្ចឹងណាចឹងបាននៅក្នុងបងប្អូនមកពីក្រៅមានតែលោកតាសឿនតាននិងក្រុមរបស់គាត់ប្រមាណនេះដែលខ្ញុំមិនឲ្យផ្ទះបោះក្រោយមកទៅស្រីសមុទ្រទៅលួងម៉ែតថាទៀមទីផ្ទះបងជាស៊ីមប្រពុកហើយសិតតាអាយ៉ងតដើមទៅអត់ឲ្យទេមកប៉ុន្តែដោយអៀងមូលីក៏ឲ្យផ្ទះរៀបចំឲ្យទាំងអស់ហ្នឹងចឹងបានអាហ្នឹងក្រោយមកមានការឃោសនាថាយើងយកផ្ទះគេអញ្ចឹងខ្ញុំថាអាហ្នឹងចូលដល់ឆ្នាំ2003ទៅឃោសនាបោះឆ្នោតខ្ញុំថាបើចិត្តសឿងណាស់បកគលផ្ទះនឹងមកឲ្យខ្ញុំវិញទាំងអស់ផ្ទះដែលខ្ញុំឲ្យទាំងប្រមាណកាលហ្នឹងខ្ញុំចាត់ចែងឲ្យទាំងអស់សូម្បីតំណាក់សម្ដេចក៏វាយើងយកធ្វើកន្លែងគណៈចាត់តាំងណាយកធ្វើកន្លែងគណៈចាត់តាំងយើងទៅរកគណៈចាត់តាំងចេញហើយយើងយកគេថាការហ្នឹងយកមាសទៅជួសជុលអស់ប្រមាណ10តលឹងទៀតដើម្បីឲ្យមានកន្លែងសមរម្យធ្វើការបែរទៅជាអ្នកខុសប៉ុន្តែបញ្ជាក់ឡើងវិញរឿងវាមិនមែនតូចតាចទេសម្រាប់ការទទួលខុសត្រូវទៅលើជោគវាសនាដើម្បីអនុវត្តកិច្ចព្រមព្រៀងមួយឲ្យបានសម្រេចណាឲ្យបានសម្រេចដើមឡើយយូរនវិចចូលហើយបានទៅជាអន្តៈវត្តមាន ANC គឺសម្ផនចូលមកដល់បាតកម្មពេញក្រឹបវេទនាចង់ងប់ចង់រស់ថ្ងៃនោះបើសិនជាខ្ញុំកុំទៅគឺអាចនឹងខៀវសម្ផននឹងសុនសែនស្លាប់
ពេកនោះទៅហើយគ្រោះថ្នាក់ពេកហើយចឹងត្រូវជំលះខៀវសំផននឹងសុនសេនចេញទៅផលិតថោះរួចហើយយកAN 24បើកខុសឲ្យចេញមកផុតរួចហើយបានដោះស្រាយទៅរឿងវាចេះតែស្អីយើងធ្វើខូចផ្ទះគេមួយហើយអញ្ចឹងក៏ជួសជុលផ្ទះមួយប្រហែលជាន់នោះអាហ្នឹងពេលហ្នឹងគណៈចាត់តាំងក៏នៅនឹងទៀតខ្ញុំថាជួសជុលផ្ទះមួយហើយទៅដល់បកទៅប្រជុំនៅបាតយាវិញហ៎អញ្ចឹងទេនៅដល់សារយើងវាការពារគេអត់បានអញ្ចឹងយើងក៏មានកំហុសដែរចឹងបានខ្ញុំប្រាប់ទៅអាដាមសឿនសានដែងគឺសំផនក៏ដូចជាទូលថ្វាយប្រធាន ANC ក៏ដូចជាសមាជិក ANC ដទៃទៀតថាឥឡូវផ្ទះរបស់អាដាមគឺសំផនដែលបានខូចខាតទៅនោះខ្ញុំជំនួសដល់ផ្ទះមួយវិញណាគង់ដំណើរការជួសជុលស្រាប់តែខៀវសំផនដាក់បច្ចាសកីមកខ្ញុំថាមិនយកទេមិនដឹងពួកអាយ៉ងវាប្រកបអីនៅក្នុងហ្នឹងទៀតបានខ្ញុំថាណាដើមខៀវសំផនអរគុណណាស់ដែលអាមិនយកវាសល់កន្លែងផ្ទះសល់ខ្ញុំផងដល់ចេញមកពីក្រៅលោកតាសើសានគាត់ប្រកែនៅចំពោះមុខគាត់ប្រកែប្រឆាំងប៉ុន្តែចេញក្រៅគាត់ខ្សឹបលួងលោមអកកៃតាអាដាមផ្ទះដែលអាដាមឲ្យគឺសំផនមិញគឺសំផនមិនទទួលឲ្យមកខ្ញុំអត់ឲ្យទេអញ្ចឹងគាត់ក៏បន្ថែមទៀតគាត់ថាឥឡូវឲ្យខ្ញុំនៅសកលមួយខ្ញុំថានៅចុះប៉ុន្តែចេញលុយព្រោះខ្ញុំនេះដែរដោយសារកុំអីឲ្យនៅទៅទេក៏ប៉ុន្តែដោយសារតែគាត់មួយម៉ាត់ឡើងអាយ៉ងមួយម៉ាត់ពីរអាយ៉ងមួយម៉ាត់បីអាយ៉ងបាទអាយ៉ងយកលុយអត់មានទេអាហ្នឹងនិយាយពីប្រវត្តិហើយពេលនោះក្រោយការប្រជុំហើយខ្ញុំអត់តាន់ចូលប្រទេសទេខ្ញុំចាប់ផ្ដើមចេញពីទីក្រុងប៉ារីមកបាងកកមកដូរយន្តហោះបាងកកទៅកង់វេរ៉ាទស្សនកិច្ចនៅអូស្ត្រាលីហើយថ្ងៃ31 ខែតុលាពេលនោះខូបចម្រើនប្រជជនបកូណាបៃតានៅពេលកាំងជាថ្ងៃដែលខ្ញុំនិពន្ធបទចម្រៀងសូរិយារេហើយឥឡូវបើចង់ស្រាប់ខ្ញុំចុចឲ្យស្រាប់ព្រោះវាតកតងដោយថារឿងជួបជុំគ្នាអីគេដីស្រែអីដែលទុកឲ្យថែទាំហ្នឹងកូនថែទាំខ្ញុំថ្វាយតសេជាដៃព្រោះមានស្អីតសេជាដៃថ្វាយពពហើយតែងចម្រៀងហើយចម្រៀងនោះលាក់ទុកស្ងាត់មកដល់វិញថតល្ងាចថ្ងៃទី14គឺពេលដែលបកូនណាយើងដល់ហើយម៉ោងដែលជប់លៀងនៅចកាម៉ូននឹងហើយចាក់មាត់ជាមាត់នឹងចេញអានេះជាប្រវត្តិខ្លះដើម្បីចែកចម្លែកឲ្យដឹងរឿងរ៉ាវអញ្ចឹងសូមកុំទៅសេប្រវត្តិតេតិនជាមួយនឹងបញ្ហាអង្គរៈកូរ៉េខាងជើងជាកំហុសរបស់បកូនណាអីគឺខ្ញុំទេណាដើម្បីធានាសុវត្ថិភាពនិងការទទួលខុសត្រូវទៅលើសន្តិសុខដណ្ដប់ធ្នាប់និងការរៀបរយទាំងអស់រាប់ទាំងទីកន្លែងស្នាក់អាស្រ័យរបស់បងប្អូនតែមកពីក្រៅប្រទេសខ្ញុំយល់ណា
ហើយក៏មិនគួរខ្លាយទៅជាកំហុសដែរដែលខ្ញុំដោះស្រាយបញ្ហាហ្នឹងឲ្យណាបងប្អូននៅក្នុងស្រុករកផ្ទះនៅមិនបានតែបងប្អូនមកក្រៅស្រុកបាននៅសម្ដេចបុត្រីផ្ទះព្រះអង្គពីដើមជាផ្ទះរបស់ឧត្តមសេនីយ៍មូលរឿបចឹងត្រូវឲ្យលុយទៅឧត្តមសេនីយ៍មូលរឿបទៅជួសជុលហូបផ្ទះស្រីថ្វាយឋានៈនឹងទៅបងម្ចាស់អរុនទៅណារឿងវាចឹងណាប៉ុន្តែវាជើងល្អវាខ្លាំងជាងហ៊ុនសែនទៅទៀតវាមិនដឹងទៅម៉េចទេបើគេចង់ខ្លាំងហើយខ្លាំងប៉ុន្តែឲ្យគេនិយាយពីប្រវត្តិទៅហើយខ្លឹមសារស្នូលរបស់វាជាអីឥឡូវមានអ្នកអំពាវនាវឲ្យប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងប៉ារីកោះប្រជុំជាបន្តតាក់ទិនជាមួយនឹងការឈ្លានពានរបស់ប្រទេសជិតខាងត្រូវហើយប៉ុន្តែសួរថាសហប្រធានគាត់ព្រមទេសារវងសួរទៅឥណ្ឌូនេស៊ីនឹងទៅប្រាំងមើលតើគេព្រមគាត់ហើយហត្ថលេខីទាំងឡាយគេព្រមចូលរួមនេះហើយដោះរបៀបម៉េចមកខាងថៃគេថាយើងរំលោភដីគេយើងថាគេរំលោភដីយើងអញ្ចឹងគេថាគេគោរពអធិបតេយ្យរបស់ខ្មែរតាប៉ុន្តែខ្មែរទៅឆ្លៀតពីគេយើងថាយើងគោរពអធិបតេយ្យរបស់ថៃតាប៉ុន្តែថៃណែឆ្លៀតពីយើងចោតគ្នារបៀបហ្នឹងទៅដោះស្រាយបានទេវាដោះស្រាយវាមិនបានទេឥឡូវដំណើរការគឺឈានទៅរកការស្រោះស្រួលដែលប្រជុំប្រហែលថ្ងៃនេះវាមានការស្រោះស្រួលច្រើនហើយអាចនឹងថ្ងៃទី26នេះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពសូម្បីតែរដ្ឋមន្ត្រីនេះដោយសារជំពាក់ទៅជាប់ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបែរជាទៅជាមួយម៉ណែតស្អែកតែម្ដងឬក៏តែថ្ងៃនេះតែថ្ងៃហ្នឹងមកប៉ុន្តែហ្នឹងប៉ុន្តែសារតែខ្លាចត្រូវមាត់ប្រធានប្រតិភិព្រោះបាត់រដ្ឋមន្ត្រីឃើញមកប្រជុំហើយចែកម្លែកនេះជាបញ្ហាដែលគាត់ទៅចែកម្លែកទេណាហើយគេថាយកកិច្ចព្រមព្រៀងមកអនុវត្តកិច្ចព្រមព្រៀងប៉ារីអនុវត្តនៅកន្លែងណាតើមើលគ្រប់ចំណុចហើយនៅអាកិច្ចព្រមព្រៀងប៉ារីនេះមើលកិច្ចព្រមព្រៀងប៉ារីគ្រប់ចំណុចហើយនៅធៀបចូលរបស់កិច្ចព្រមព្រៀងប៉ារីវាបានមកនៅក្នុងរដ្ឋធម្មនុញ្ញហើយគេបាននិយាយច្បាស់ហើយតើពីការចាប់ផ្ដើមនឹងបញ្ចប់ពេលដែលសភាធម្មនុញ្ញคล้ายទៅជាសភាជាតិបង្កើតរដ្ឋាភិបាលបានតែគេតែបញ្ចប់នៅពេលសកម្មរបស់អង្គការសហប្រជាជាតិទៅហើយប៉ុន្តែអ្នកដែលមិនយល់ធ្វើជាមិនយល់ឬក៏ភ្លើខ្ញុំនិយាយឲ្យច្បាស់អញ្ចឹងរបស់ទៅបើសិនជាផ្អែកលើកិច្ចព្រមព្រៀងប៉ារីបានមិនចាំបាច់ទៅណាឆ្ងាយទេទៅកិច្ចព្រមព្រៀងប៉ារីហ្មងតែនេះវាទៅហួសពីកិច្ចព្រមព្រៀងប៉ារីនោះ ICJ តឡាការយុទ្ធធរអន្តរជាតិនោះគេទៅធំជាងនោះទៀតគេទៅដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិណាគេទៅដល់វេទិកាអន្តរជាតិដទៃទៀតឥឡូវយ៉ាងម៉េចណាខ្ញុំមិនយល់ដែរឬក៏គ្រាន់តែនិយាយកិច្ចព្រមព្រៀងប៉ារី
ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញឥឡូវនិយាយគ្នាច្បាស់មកសួរទៅកិច្ចព្រមព្រៀងប៉ារីសមានចែងអំពីការកាត់ទោសខ្មែរក្រហមអត់មានចែងអញ្ចឹងយើងកាត់ទោសខ្មែរក្រហមមិនខុសបានតែគេថាកាត់នៅក្នុងក្របខ័ណ្ឌច្បាប់ជាតិនិងច្បាប់អន្តរជាតិលើបញ្ហាអក្រិតកម្មសង្គ្រាមនិងបរិយាពុសានិយាយគ្នាច្បាស់ឥឡូវប៉ុណ្្នឹងទៅចុះ